ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើបបរគ្រឿងញ៉ាំម្ដងបងប្អូនហើយគ្រឿងផ្សំមានសាច់ម៉ាន់ជាមជ្រូកហើយនឹងសាច់ជ្រូកសាច់បីចិនហើយនឹងស្បែកជ្រូកហើយយាយហើយប៊ីយាហឺហើយនឹងឆាពៅប្រៃឆៃពៅប្រៃហាន់ស្ដើងអញ្ចឹងទៅហើយអង្គខ្ញុំលាងទឹកហើយសម្រស់ទឹកលាងទឹកឲ្យស្អាត 4-5 ទឹកទៅលាងសម្រស់ទឹកឲ្យស្រស់បងប្អូននឹងខ្ញុំលាងនៅកញ្ច្រែងទៅខ្ញុំចាក់បាញ់ហើយបាញ់ទៀតឡើងមិនចេះតិចតហើយដល់ពេលទឹកពុះទៅខ្ញុំលេម្សៅធ្វើបាញ់កាញ់បងប្អូនមានម្សៅខ្សាយយ៉ាងធម្មតាហ្នឹងហើយខ្ញុំលេម្សៅឆាបន្តិចដើម្បីឲ្យមានជាតិស្វិតហើយទឹកពុះខ្ញុំដាក់ឆៃប៉ូយហើយប៊ីយាហឺហើយនឹងសាច់ម៉ាន់ចូលហើយខ្ញុំដាក់អំបិលស្ករពីចេងហើយនឹងទឹកត្រីបន្តិចដើម្បីឲ្យមានចូលជាតិក្នុងទឹកហើយខ្ញុំដាក់ទុកឲ្យពុះទៅដើម្បីសាច់ម៉ាន់ផុយហើយដាំទឹកមួយឆ្នាំទៀតខ្ញុំដាក់ធ្វើបាញ់កាញ់បើយើងមានលោតឬក៏ទិញកាទៀវទៅសៃធំក៏បានបងប្អូនតែខ្ញុំបានទៅនឹកឃើញចង់ញ៉ាំអីចេះហៅធ្វើរោទៅទៅពេលទៅបងប្អូនក៏បានកើតជាបាញ់កាញ់ញ៉ាំទៅកើតជាមីទៅសៃធំទៅអញ្ចឹងបានឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយដំខ្ទឹមបំពងឲ្យច្រើនទៅខ្ញុំដាក់ច្រើនបន្តិចដែរហើយដល់សាច់ម៉ាន់ឆ្អិនមើលទៅឆ្អិនភ្លាមខ្ញុំដាក់សាច់ជ្រូកកណ្ដៅសាច់ជ្រូកនេះខ្ញុំសល់ពី spring roll ម្សៅមាញ់ទៅខ្ញុំទុកហើយខ្ញុំដាក់ជាមួយគ្នាបដ ாய் ទៅសាច់ជ្រូកបន្តិចហើយបន្តិចស្បែកជ្រូកហើយនេះស្ករអំបិលប៊ីចេងហើយទឹកត្រីដើម្បីយកលេងកោបងប្អូនបំពងខ្ទឹមមុនដំបងពងខ្ទឹមឲ្យឈ្ងុយទៅដល់ឡើងពងកឡាតគេហៅពងកឡាតនេះស្រុកខ្ញុំហើយយើងកោមកលីងបងប្អូនហើយលីងកោឲ្យស្រួយនិយាយទៅឲ្យឡើងក្រហមពងផ្លត់បន្តិចទេបងប្អូនយើងលីងអញ្ចឹងដើម្បីឲ្យបបរយើងអត់រីកបងប្អូនហើយយើងដាក់គ្រឿងដែលខ្ញុំលាយទៅស្ករអំបិលប៊ីចេងហ្នឹងទៅហើយចាក់ទឹកត្រីឲ្យត្រូវកូរភ្លាមបងប្អូនបើកូរយូរនឹងខ្លោចបើយើងកូរអង្គអញ្ចឹងទៅទោះបបររីកយ៉ាងណាក៏ទឹកអត់ខាប់ដែរបងប្អូនអញ្ចឹងទៅលាយអញ្ចឹងល្អហើយនេះពុះហើយខ្ញុំទុកឲ្យផុយទៅហើយខ្ញុំលាយសាច់ហាន់ល្អិតស្ដើងអញ្ចឹងទៅហើយខ្ញុំដាក់លាយស្ករអំបិលប៊ីចេងទឹកត្រីហើយនឹងម្រេចដាក់តិចបងប្អូនកុំឲ្យប្រៃពេកដាក់មុខតិចទៅយ៉ាំយើងសាបទៅរៀងរំយើងថែមក្រោយល្អជាងកុំឲ្យដាក់ច្រើនពេកអត់ផ្អែមពេកប្រៃពេកអីចឹងបងប្អូនហើយយើងដាក់មើលតាមភ្លក់មើលមកល្មមបងប្អូនជួយចិត្តខ្ញុំអត់មានរវល់ឲ្យត្រឹមត្រូវទេបងប្អូនហើយលាយឲ្យខ្ញុំទុកប្រហែលជា5នាទីដើម្បីចូលជាតិទៅដល់ករីឆ្អិនល្មមហើយបានចាក់សាច់ចូលដល់ចាក់សាច់ចូលចាក់ឈាមចូលជាមួយគ្នាទាំងអស់ហ្នឹងឯងបងប្អូនហើយដាក់រង្គាស់មកផ្លេតមកសន្ទុះទៀតទៅខ្ញុំចាក់បាញ់កាញ់នឹងបដ ாய் បាញ់កាញ់លាងទឹកល្អបើបានលោតដឹងឆ្ងាញ់យ៉ាងណាទេបងប្អូនបានទៅផ្សារហើយដល់នេះទៅឆ្អិនហើយបំពងខ្ទឹមហើយខ្ញុំចាក់ខ្ទឹមចូលហើយបបរហ្នឹងរួចជាការស្រេចបងប្អូននឹងឯងរួចប៉ុណ្្នឹងឯងងាយបងប្អូនបបរគ្រឿងរបៀបណាដែរនេះឯងជាបបរគ្រឿងរបៀបផ្ទះខ្ញុំខុសត្រូវយ៉ាងណាសូមបងប្អូនជួយកែតម្រូវផងហើយលាក់ជីមានជីស្លាបព្រាលាក់ខ្ទឹមហើយបន្លែខ្ញុំមានស្ពៃក្ដោបហើយនឹងសណ្តែកបដោះហើយនឹងក្រូចឆ្មាហើយដាក់ទាំងអស់ទៅមុខបន្តិចទៅឆ្ងាញ់ទេបងប្អូនខ្ទឹមពងញិចក្រូចឆ្មាតិចហើយម្ទេសហិលអូបងប្អូននេះឆ្ងាញ់ណាស់ហើយបើបានឆាក់ខ្វាយហើយនឹងពោះជ្រូកផងមិនដឹងឆ្ងាញ់យ៉ាងណាទេបងប្អូនតែខ្ញុំបានទៅផ្សារទៅរបស់មាននឹងទូទឹកកកបណ្ណាខ្ញុំធ្វើប៉ុណ្ណឹងឯងហ្នឹងឯងបងប្អូនអើយឆ្ងាញ់ណាស់ហិលថានឹកតែអត់តែឆាក់ខ្វាយមកមុខទេកុំអុយឆ្ងាញ់មែនទែនហ្នឹងឯងវីដេអូមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះ Thank you everyone for watching please have a nice day សុខសប្បាយទាំងអស់គ្នាបាយបាយជម្រាបលាបងប្អូនបាយបាយហិលបងប្អូនអើយឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់មែនទែនសិនតបានពោះជ្រូកជួយចាក់ខ្វាយផង